បាទជំរាបសួរបងប្អូនប្រិយមិត្តជាទីស្នេហាបាទថ្ងៃនេះខ្ញុំបានមកយកទស្សនវិជ្ជាបាទនៅកន្លែងចំណុចទីតាំងនេះទឹកខ្មៅវឹកវក់ហើយចាក់ស្វាយនៅកន្លែងទួលនេះបាទចំណុចនេះគេហៅភូមិទួលបាទឃុំខ្សែប្រាំងស្រុកចំការលើកខេត្តកំពង់ចាមបាទវិជាពលរដ្ឋបានរីកាមកខ្ញុំថាឲ្យខ្ញុំមកផ្សាយកន្លែងនេះគេចាក់ស្វាយឡើងស្អុយហួងបាទស្អុយហួងដូចប្រហុកជាងប្រហុកទៀតស្អុយឡើងពីនេះទៅដល់នោះដល់ភូមិនោះភូមិទួលនោះបាទភូមិហ្នឹងបាទភូមិទួលហ្នឹងហើយឥឡូវនេះផ្ទះប្រជាពលរដ្ឋនៅចិត្តហ្នឹងហើយគាត់ថាស្អុយមួយថ្ងៃស្អុយមិនដឹងធ្វើមិនទេបាទហូបបាយកុំកាត់អើយកុំកាត់ទេប្រតិចេះទ្រាំទៅបាទសូមអាជ្ញាធរមេភូមិមេឃុំបាទជួយមើលហ៎បាទហើយអូទៅបីខ្ញុំនៅថតនេះក៏វេទនាដកដង្ហើមណាបាទអញ្ចឹងសូមអាជ្ញាធរមើលហ៎បាទនេះផ្លែស្វាយនេះផ្លែស្វាយទេប៉ុន្តែវាស្អុយខ្លាំងដល់ពេលវាស្អុយទៅបាទហើយមើលទឹកលខ្មៅវក់នេះទឹកបាទទឹកលខ្មៅវក់បាទហើយសូមមេភូមិមើលហ៎មេភូមិហើយស្អុយលើហួងបើមិនជឿខ្ញុំមកជីកាត់តាមផ្លូវហ្នឹងមើលបាទជីកាត់តាមផ្លូវមើលវាស្អុយផងណាបាទស្អុយឡើងឆ្ងាយណានោះស្អុយដល់ភូមិនោះខ្ញុំជិះបន្តមកដល់ភូមិទួលភូមិលើនោះបាទអានេះនៅភូមិទួលឃុំស្រែប្រាំងស្រុកចំការលើខេត្តកំពង់ចាមបាទស្រុកសូមបាទសូមលោកបាទស្រុកចំការលើជួយមេត្តាមើលផងមើលថ្នាក់ក្រោមផងបាទជាពិសេសថ្នាក់ដឹកនាំបាទខេត្តអូនចិនដាបាទមេត្តាជួយមើលហ្នឹងលេងស្អុយហួងតែម្ដងបាទខ្ញុំដកទៅហើមរួចទេហើយធ្វើការមិនចឹងឲ្យមេភូមិលោកមេភូមិខ្ញុំស្អុយណាបាទខ្ញុំមកដល់ខ្ញុំស្អុយមកដល់ពេលអញ្ចឹងប្រជាពលរដ្ឋជីកាត់តាមហ្នឹងគាត់ថាអូដកទៅហើមចង់រួចអ្នកនៅចិត្តហ្នឹងនៅផ្ទះនេះផ្ទះនៅចិត្តហ្នឹងគាត់ថាស្អុយហួងមិនដែលមិននឹងធ្វើម៉េចទេបាទអាជ្ញាធរនឹងគិតតែមិនគិតតែមកទេហើយដល់គាត់ជិះតាមផ្លូវណាបានមិនស្អុយមិនដឹងបែរមិនដឹងបាទគាត់ថាដឹងបាទនេះផ្ទះបាទនឹងមិនបោទេហើយគាត់ថាស្អុយឡងហួងហើយមិននឹងធ្វើម៉េចអាជ្ញាធរមិននឹងជិះម៉ូតូតាមផ្លូវណាបាទហើយអាជ្ញាធរឬមួយម៉េចបានមិនមើលអញ្ចឹងបាទសូមអាជ្ញាធរមេភូមិមេឃុំជួយមកមើលផងស្អុយឡងហួងតែម្ដងមកហិតមើលតិចមើលមិនបានចាក់ស្វាយនៅអញ្ចឹងបាទហើយនៅកន្លែងណាសម្រាប់ទៀតចាក់សម្រាប់នៅទាំងទៀតចាក់សម្រាប់ទៀតយេស្ងោដែរមេភូមិធ្វើមិនអញ្ចឹងបាទយើងទៅរាយការណ៍ទៅថ្នាក់លើឲ្យមេឃុំបាទរាយការណ៍កុំធ្វើអញ្ចឹងបានតែប៉ះពាល់សុខភាពបងប្អូនប្រជាពលរដ្ឋងាប់អស់នេះបាទឲ្យជួយថែរក្សាអនាម័យសោះណាបាទជួយហួនខ្ញុំនិយាយចង់កើតទេបាទអញ្ចឹងសូមបញ្ជាក់បន្តិចភូមិនេះនៅភូមិទួលបាទឃុំខ្សែប្រាំងស្រុកចំការលើខេត្តកំពង់ចាមបាទមេត្តាមើលផងខ្ញុំរាយការណ៍បាទខ្ញុំបានរាយការណ៍សាន់ម៉ែបាទសារព័ត៌មានរស្មីវងធំរាយការណ៍ចេញពីទីតាំងភូមិទួលបាទឃុំខ្សែប្រាំងបាទស្រុកចំការលើខេត្តកំពង់ចាមបាទនេះអូយទូយបានហើយចឹងអរគុណច្រើនរាល់ការពីពេចបាទសូមអនុញ្ញាតជម្រាបសួរម្ដងទៀតបាទនេះនៅមួយកន្លែងទៀតនេះគេថាហាមចោលសម្រាមនៅទីនេះនៅទីកន្លែងនេះប៉ុន្តែបងប្អូននៅទឹកបារឹងបាទយកសម្រាមមកចោលហ្នឹងបាទហើយនៅតាមផ្លូវតែម្ដងនេះតាមផ្លូវនេះផ្លូវទួលនេះផ្លូវទួលបាទនៅភូមិទួលឃុំខ្សែប្រាំងស្រុកចំការលើខេត្តកំពង់ចាមដល់ដែរបាទឥឡូវខ្ញុំថតបាញ់នៅនោះឥឡូវស្អុយបាញ់គឺស្អុយខ្វាក់បាញ់បាទយល់នេះផ្ទះជីវរដ្ឋនេះផ្ទះបាទនេះផ្ទះបាទឲ្យបងប្អូនយើងនៅស្វារឹងយកសម្រាប់មកចោលទៅហ្នឹងនេះបាទនៅរងឥឡូវផ្លូវចុះទួហ្នឹងហេតុអីបានអញ្ចឹងបាទអាជ្ញាធរបាទនេះគាត់ផាយអាជ្ញាធរក៏មិនដឹងអ្នកបិទនេះដាក់ហាមចោលសម្រាប់បាទប៉ុន្តែបងប្អូនយើងនៅទឹកបារឹងបណ្ដាក់កាមេរ៉ាមើលពឹបមើលយកទៅពមៀនមើលម្នាក់1លានម្នាក់2លានមើលវាយ៉ាងម៉េចបានយកមកចោលនៅស្អុយហួងនៅតាមផ្លូវនេះនៅតាមផ្លូវបាទនេះផ្ទះយេបងប្អូនយកក្រកក្រៃដល់នេះបាទសូមអាជ្ញាធរជួយមើលសូមជួយមើលបាទនេះផ្លូវឡើងទួលបាទភ
ភូមិទួលឃុំខ្សែប្រាំងបាទធ្វើចំការលើខេត្តបួងចាមបាទផ្លូវឡើងទួលបាទអញ្ចឹងមានតែប៉ុណ្្នឹងអានេះវីដេអូទី2បាទសូមអរគុណ